ខ្ញុំគិតថាគួរទៅដល់ពេលវេលាដែលយើងត្រឡប់មកស្រឡាញ់ខ្លួនឯងត្រឡប់មកមានទំនុកចិត្តជាមួយនឹងខ្លួនឯងយូរប៉ុណ្ណាហើយដែលយើងឈប់ស្រឡាញ់ខ្លួនឯងយូរប៉ុណ្ណាហើយដែលយើងលែងមានទំនុកចិត្តជាមួយនឹងខ្លួនឯងពាក្យថាស្រឡាញ់ខ្លួនឯងពាក្យថាមានទំនុកចិត្តជាមួយនឹងខ្លួនឯងងាយស្រួលនិយាយតែពិបាកធ្វើតែយើងត្រូវតែព្យាយាមធ្វើបើយើងមិនស្រឡាញ់ខ្លួនឯងសួរថានរណាគេមកស្រឡាញ់យើងបើយើងមិនមានទំនុកចិត្តជាមួយនឹងខ្លួនឯងសួរថានរណាគេមកមានទំនុកចិត្តជាមួយយើងនៅពេលណាដែលយើងធ្វើអ្វីដែលមិនមានទំនុកចិត្តទៅធ្វើការកន្លែងណាក៏គេមិនទុកចិត្តយើងដែរពេលណាដែលយើងគ្មានទំនុកចិត្តជាមួយនឹងខ្លួនឯងយើងធ្វើអ្វីក៏មិនច្បាស់លាស់ដែរហើយនៅពេលណាដែលយើងបោះបង់ខ្លួនឯងឈប់ស្រឡាញ់ខ្លួនឯងអ្នកទាំងអស់គ្នានឹងរួញគំនិតនឹងរួញប្រាជ្ញាដោយសារតែរវល់ការຕົកពេករវល់តែស្រឡាញ់អ្នកដតីខ្លាំងពេករវល់តែបារម្ភជាមួយអ្នកដតីខ្លាំងពេករវល់តែទុកចិត្តជាមួយអ្នកដតីខ្លាំងពេកផ្លិចទុកចិត្តខ្លួនឯងផ្លិចស្រឡាញ់ខ្លួនឯងធ្លាប់និយាយពាក្យថាស្រឡាញ់ខ្លួនឯងប្រហែលដងហើយក្នុងមួយឆាកជីវិតធ្លាប់មានទំនុកចិត្តបំផុតជាមួយខ្លួនឯងប្រហែលដងដែរភ្ញាក់ខ្លួនឡើងឲ្យដឹងថាគ្មាននរណាដែលនៅជាមួយយើងដល់ទីបញ្ចប់នៃជីវិតរបស់យើងជាងខ្លួនយើងទេខ្លួនយើងនេះហើយមិនថាសើចមិនថាសប្បាយមិនថាកើតទុកមិនថាខ្វល់ខ្វាយមិនថាយំសោកគឺយើងនៅជាមួយខ្លួនឯងគ្មាននរណាគេមកនៅជាមួយយើងបាន24ម៉ោងគ្មាននរណាគេមកអង្គុយកំដរយើងសេតពេញ24ម៉ោងគ្មាននរណាគេមកចាំលើកទឹកចិត្តយើង24ម៉ោងទេនរណាដែលនៅជាមួយយើងបាន24ម៉ោងខ្លួនយើងនេះដែលនៅជាមួយខ្លួនឯងបាន24ម៉ោងអញ្ចឹងត្រឡប់មកមានទំនុកចិត្តជាមួយនឹងខ្លួនឯងពេលណាដែលអ្នកទាំងអស់គ្នាមានទំនុកចិត្តជាមួយនឹងខ្លួនឯងអ្នកទាំងអស់គ្នានឹងមានភាពស្រស់ស្អាតពីខាងក្នុងមាន confidence ឡើងធ្វើអ្វីក៏រីកចម្រើននៅពេលណាដែលអ្នកទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងអ្នកទាំងអស់គ្នានឹងស្អាតនឹងឆ្លាតនឹងពូកែសួរថាមនុស្សអ្នកណាដែលអាចស្រឡាញ់ខ្លួនឯងបានជារៀងរហូតមិនអាចទេតែព្យាយាមពេលណាគំនិតពេលណាចិត្តរបស់យើងបែកឆ្វេងទៅស្រឡាញ់អ្នកដតីខ្លាំងជាងខ្លួនឯងត្រូវតែទាញខ្លួនឯងមកវិញថាត្រូវតែស្រឡាញ់ខ្លួនឯងជាងអ្នកដតីតែការស្រឡាញ់ខ្លួនឯងជាងអ្នកដតីមិនមែនអាត្មានិយមទៅធ្វើបាបគេណាក្តីស្រឡាញ់មួយដែលមិនទៅធ្វើបាបអ្នកដតីមនុស្សយើងម្នាក់គ្មាននរណាទុកពេញមួយជីវិតទេហើយក៏គ្មាននរណាសប្បាយរីករាយពេញមួយជីវិតដែរសុខហើយនឹងទុកគឺដើរទន្ទឹមគ្នាតែយើងព្យាយាមរកសុខដាក់ខ្លួនឲ្យបានច្រើនកុំព្យាយាមអោបទុកកុំព្យាយាមចោលភ្ជាប់អ្នកដតីឲ្យអ្នកដតីគិតមកស្រឡាញ់យើងបារម្ភពីយើងយកក្តីស្រឡាញ់របស់ខ្លួនឯងយកទំនុកចិត្តរបស់ខ្លួនឯងទៅផ្ញើជាមួយអ្នកដតីអ្នកទាំងអស់គ្នានឹងមិនមានសេចក្តីសុខទេប្រៀបដូចនឹងយើងខ្ចីដង្ហើមគេដកអញ្ចឹងចុះបើអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងមានទំនុកចិត្តជាមួយខ្លួនឯងស្មើនឹងយើងមានដង្ហើមដកដោយខ្លួនឯងយើងមិនបាច់ព្រួយបារម្ភថ្ងៃណាមួយគេបិទដង្ហើមយើងចោលដាច់ខ្យល់ទេវាអត់មានទេខ្លួនទីពឹងខ្លួនយើងមិនអាចទៅពឹងនរណាបានទាំងស្រុងក្រៅពីខ្លួនឯងយើងមិនអាចទៅជឿជាក់នរណាខ្លាំងជាងខ្លួនឯងទេហើយមនុស្សទូទៅគឺពិបាកធ្វើណាស់នៅក្នុងការខ្ញុំស្រឡាញ់ខ្លួនឯងណាខ្ញុំទុកចិត្តខ្លួនឯងខ្លាំងណាស់ខ្ញុំពូកែខ្លាំងណាស់គឺពិបាកណាស់នៅក្នុងការលើកសរសើរខ្លួនឯងពិបាកណាស់នៅក្នុងការស្រឡាញ់ខ្លួនឯងឲ្យអស់ពីចិត្តតែនៅពេលថ្ងៃណាមួយដែលអ្នកទាំងអស់គ្នាដើរដល់ចំណុចមួយថាគ្មាននរណាម្នាក់ដែលល្អមួយយើងក្រៅពីខ្លួនយើងគ្មាននរណាម្នាក់ដែលស្មោះត្រង់ជាមួយយើងក្រៅពីខ្លួនយើងនោះអ្នកទាំងអស់គ្នានឹងភ្ញាក់ខ្លួនខ្ញុំសង្ឃឹមថាថ្ងៃណាមួយអ្នកទាំងអស់គ្នានឹងភ្ញាក់ខ្លួនឡើងដាស់ខ្លួនឯងឡើងដាស់ក្តីស្រឡាញ់ដាស់ទំនុកចិត្តជាមួយនឹងខ្លួនឯងនៅលើโลกនេះគ្មានអ្វីដែលមនុស្សយើងធ្វើអត់បានទេលើកលែងតែមនុស្សយើងមិនព្រមធ្វើកុំនិយាយថាអូខ្ញុំអត់ពូកែខ្ញុំអត់ឆ្លាតទេខ្ញុំអត់ស្អាតទេខ្ញុំអាចធ្វើអីបានដូចគេអត់បែបអញ្ចឹងទេគេធ្វើបានបែបគេយើងធ្វើបានបែបយើងដោយសារតែមនុស្សយើងមានឆន្ទៈខុសគ្នាមានគោលដៅខុសគ្នាមានជំនាញខុសគ្នាបើសិនជាយើងចង់ធ្វើអ្វីមួយចាប់ផ្ដើមពេលនេះឥឡូវនេះពេលណាដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមពេលនេះមានន័យថាអ្នកទាំងអស់គ្នាចាប់ផ្ដើមមានទំនុកចិត្តជាមួយខ្លួនឯងហើយ
ពេលណាដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងចង់ធ្វើនោះមានន័យថាអ្នកទាំងអស់គ្នាចាប់ផ្ដើមស្រឡាញ់ខ្លួនឯងហើយកុំខ្លាចគ្មាននរណាដែលមិនចេះធ្វើខុសទេខុសកែខុសមួយកែមួយខុសពីរកែពីរកែរហូតដល់ថ្ងៃមួយដែលយើងធ្វើបានល្អខ្លាំងហើយព្យាយាមអភិវឌ្ឍនៅអ្វីដែលល្អនឹងបន្ថែមទៀតដូចខ្ញុំមកនិយាយវីដេអូនៅក្នុងថ្ងៃនេះជាលើកដំបូងដែលខ្ញុំនិយាយវីដេអូជាវែងដើម្បីខ្ញុំផុសនៅក្នុង YouTube ហើយក៏ជាថ្ងៃទី1ដែលខ្ញុំទុកមើលរហូតដល់1ខែក្រោយ3ខែក្រោយកន្លះឆ្នាំក្រោយ1ឆ្នាំក្រោយ10ឆ្នាំក្រោយឲ្យខ្ញុំមើលថានេះថ្ងៃដែលខ្ញុំ start ថ្ងៃដែលខ្ញុំចាប់ផ្ដើមមានទំនុកចិត្តខ្លាំងថ្ងៃដែលខ្ញុំមិនខ្លាចថ្ងៃដែលខ្ញុំមិនខ្លាចខុសពីមុនចង់ធ្វើអូយខ្ញុំអត់ចេះទេធ្វើមកយើងខ្ញុំអត់ចេះនិយាយខ្ញុំខ្មាស់តែនិយាយទៅគេសើចំអកទៅតែនិយាយខ្លាចខុសទៅតែថ្ងៃមួយដែលខ្ញុំគិតហើយគិតទៀតមានតែការដែលមានទំនុកចិត្តជាមួយខ្លួនឯងមានតែការស្រឡាញ់ខ្លួនឯងទៅបេះដូងយើងបើកហ៊ានធ្វើអ្វីដែលយើងចង់ធ្វើតាមពិតខ្ញុំចង់ធ្វើយូរហើយ3 4ឆ្នាំហើយនៅក្នុងការចែករំលែកតែខ្ញុំមិនដែលហ៊ានធ្វើដោយសារខ្ញុំអត់មានទំនុកចិត្តមួយខ្លួនឯងខ្ញុំខ្លាចខុសខ្ញុំខ្លាចគេសើចំអកតែថ្ងៃនេះគឺខ្ញុំហ៊ានខ្ញុំមានទំនុកចិត្តជាមួយខ្លួនឯងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមនៅថ្ងៃណាមួយបើសិនជាអ្នកទាំងអស់គ្នាឃើញវីដេអូខ្ញុំនៅថ្ងៃនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាគួរតែភ្ញាក់ចាប់ផ្ដើមនៅពេលនេះថ្ងៃនេះឬក៏សប្តាហ៍ក្រោយសង្ឃឹមថាយើងនឹងចាប់ផ្ដើមជាមួយគ្នាជាមួយនឹងទំនុកចិត្តជាមួយនឹងខ្លួនឯងជាមួយនឹងក្តីស្រឡាញ់ជាមួយនឹងខ្លួនឯង